ប្រាំងដៃបើសិនជាយើងចេះប្រើវាអាចជួយឲ្យប្រអប់លេខរបស់យើងប្រើបានយូរបងប្អូននេះប្រាំងដៃនេះអញ្ចឹងរបៀបនៃការប្រើបងប្អូនខ្លះក៏ដឹងហើយតែបងប្អូនខ្លះទៀតអត់ដឹងទេអ្នកខ្លះគឺក៏អត់ដែរប្រើសោះប្រាំងដៃតាមពិតជាទូទៅពេលដែលយើងដូរប្រេងម៉ាស៊ីនគឺយើងត្រូវតែត្រួតពិនិត្យមើលជាប្រចាំថាតើវាតឹងអត់កម្ពស់ប្រាំងដៃនេះវាតឹងអត់ឬក៏បងប្អូនដែលប្រើប្រាំងដៃអេឡិចត្រូនិកគួរតែពិនិត្យមើលដូចគ្នាប៉ុន្តែបើប្រាំងដៃនេះគឺគេគិតកម្មបងប្អូនបើសិនជាវាធូរពេកវាអត់ជាប់ល្អទេអញ្ចឹងអាហ្នឹងគឺយើងត្រូវរត់មើលជាប្រចាំសម្រាប់ពេលយើងយកទៅដូរប្រេងឲ្យជាងក៏ពិនិត្យមើលឲ្យទៅប្រាំងដៃហ្នឹងហើយរបៀបនៃការប្រើបងប្អូនខ្លះគាត់ប្រើអត់ត្រឹមត្រូវទេលក្ខណៈថាពេលដែលគាត់ឈប់ឡាននេះបងប្អូនគាត់រុញមកដាក់ពេហើយมันគាត់លើកប្រាំងដៃអញ្ចឹងពេលដែលគាត់ធ្វើអញ្ចឹងបន្ទុករបស់ឡានគឺទៅជាប់នៅនឹងប្រអប់លេខនេះមិនមែនដោយសារប្រាំងដៃទេប្រាំងដៃនេះអត់មានប្រយោជន៍អីទាំងអស់ពេលដែលគាត់ធ្វើបែបហ្នឹងណាអញ្ចឹងការប្រើដែលត្រឹមត្រូវគឺឧទាហរណ៍ថាពេលដែលបងប្អូនបើកទៅមុខឥឡូវខ្ញុំដាក់លេខ P លេខ D ទៅមុខណាច្រឡំលេខ P បងប្អូនអញ្ចឹងពេលដែលយើងមកឈប់គឺយើងដាក់ N សិនយើងរុញទៅ N សិនកុំតន់រុញចូលដល់ P បន្ទាប់មកយើងលើកប្រាំងដៃនេះលើកប្រាំងដៃយើងកុំចុចទេបងប្អូនចាំមើលម្ដងទៀតណាពេលដែលលើកប្រាំងដៃយើងមិនបាច់ចុចទេយើងទាញយកតែម្ដងនេះទាញឲ្យវាលន់ចេះទាញអញ្ចឹងហើយបន្ទាប់មកចាំយើងរៀងប្រហើបជើងវាហ្វ្រាំងតិចមកយើងរុញចូលពេអញ្ចឹងធ្វើបែបហ្នឹងគឺបន្ទុករបស់ឡានយើងគឺនៅលើប្រាំងដៃមិនមែននៅលើប្រអប់លេខទេអញ្ចឹងវាជួយឲ្យប្រអប់លេខរបស់យើងប្រើបានយូរហើយដាក់លេខទៅអត់ងាយអុកអត់ងាយអីទេបងប្អូនអញ្ចឹងពេលដែលយើងមកវិញយើងដាក់លេខទៅមុខជាណាំមើលប្រអប់លេខបងប្អូនអត់ដាក់ទៅអត់លន់ផុសអីទេគឺដាក់មកគឺ smooth តែម្ដងនេះគឺបែបហ្នឹងហើយបន្ទាប់មកពេលដែលយើងដាក់លេខហើយចាំយើងទម្លាក់ប្រាំងដៃវិញហើយការទម្លាក់ប្រាំងដៃហ្នឹងបងប្អូនខ្លះជាពិសេសបងស្រីពេលដែលគាត់ទម្លាក់ប្រាំងដៃគាត់ព្យាយាមចុចចេះហើយគាត់ទម្លាក់ទៅក្រោមចេះអញ្ចឹងធ្វើអញ្ចឹងអត់កើតទេបងប្អូនតើតែបងទាញប្រាំងដៃប្រហើបឡើងតិចមកចាំបងចុចហើយទម្លាក់មកវិញគឺងាយស្រួលមែនតើនេះមើលពេលដែលយើងប្រហើបបន្តិចមកយើងចុចមកដាក់ទៅវិញកុំព្យាយាមចុចបែបនេះចុចអត់ទៅទេតើតែយើងប្រហើបមកបន្តិចយើងចុចមកมันទម្លាក់បានអញ្ចឹងពេលដែលយើងដាក់លេខទៅមុខនេះអូខេទៅក្រោយអូខេពេលដែលយើងចង់ឈប់ចង់ចតឡានយើងដាក់ N សិនដាក់ N ហើយយើងលើកប្រាំងដៃចឹងមកគ្រឿតចឹងមកបន្ទាប់មកយើងរុញចូលពេអាហ្នឹងគឺល្អគឺត្រឹមត្រូវតែម្ដងបងប្អូនហើយមួយទៀតពេលដែលយើងចតឡានពេលកន្លែងចំណោតឬក៏មានដីចង្ហុកដែលធ្វើឲ្យឡានយើងរុលទៅមុខរុលទៅក្រោយខ្ញុំឃើញបងខ្លះលេងគាត់ជិះទៅដល់អញ្ចឹងកន្លែងឡានហ្នឹងចោតអញ្ចឹងគាត់ទៅដល់គាត់ឈប់ឡានពុបគាត់រុញចូលពេហ្មងហើយដល់ពេលគាត់ដកជើងពីហ្វ្រាំងមកឡានហ្នឹងងោកទៅមុខខឹបឬក៏បើសិនជាចរ៉ែលហ្នឹងទៅខាងក្រៅវាធ្លាក់ទៅក្រោយខឹបមកវាជាប់មួយប្រអប់លេខនេះព្រោះគាត់ដាក់ពេហ្នឹងប៉ុន្តែពេលដែលគាត់ឡើងឡានណាគាត់បើកឡានវិញគឺគាត់ចន់ប្រាំងមកគាត់ដាក់លេខរឿងតឹងពេលដែលគាត់ទាញពីលេខ P មកចូលលេខ D ឬក៏ទាញមកលេខអាយ៉ៃហ្នឹងគឺរឿងតឹងហើយដល់ពេលគាត់ប្រឹងទាញខ្លាំងឬផោះចឹងអាហ្នឹងគឺអត់ល្អទេបងប្អូនគឺអត់ល្អតែម្ដងអញ្ចឹងយល់ល្អពេលដែលយើងឈប់ឡានម្ដងទៀតបងប្អូនគួរតែដាក់ N សិនហើយចាំលើកប្រាំងដៃហើយចាំរុញចូល P អញ្ចឹងពេលដែលបងប្អូនចូលក្នុងឡានវិញយើងចង់ទៅមុខយើងទាញចូល P មកចាំយើងទម្លាក់ប្រាំងដៃវិញតាមពិតវីដេអូនេះខ្ញុំចេញម្ដងហើយបងប្អូនតែដោយសារតែបងខ្លះគាត់អត់បានឃើញវីដេអូហ្នឹងទៅគាត់នៅតែឆ្ងល់គាត់នៅតែសួរខ្ញុំទៀតហើយគិតថាវីដេអូហ្នឹងខ្ញុំផុសយូរដែរហើយអញ្ចឹងខ្ញុំចង់បង្ហាញម្ដងទៀតឲ្យលម្អិតឲ្យរឿងច្បាស់តិចទៅកាន់បងប្អូនដែលគាត់មិនតន់ចេះប្រើជាពិសេសបងដែលគាត់ដៃថ្មីបើបងដែលគាត់ប្រើប្រាស់ឡានយូរឆ្នាំហើយយល់ពីឡានច្រើនអានឹងអត់បញ្ហាទេគាត់ដឹងហើយប៉ុន្តែបងដែលដៃថ្មីគឺសម្រាប់គាត់គឺថ្មីខ្លាំងអញ្ចឹងគាត់អត់តន់ចេះប្រើទេដើម្បីរក្សាប្រអប់លេខរបស់យើងឲ្យប្រើបានយូរអញ្ចឹងមិនថាឡានប្រភេទអីទេមិនថាការលើកប្រាំងដៃបែបនេះអានេះប្រាំងដៃអញ្ចេះឬក៏ប្រភេទប្រាំងដៃដែលទាញនេះបងប្អូនទាញចេះប្រាំងដៃខ្លះទាញចេះហើយប្រាំងដៃដូចពួកបលែនឬអាប្រុសអីពេលខ្លះជន់នៅខាងក្រៅមកវាមានកន្លែងឆ្នន់ទូចមួយជន់នៅខាងជើងឆ្វេងយើងនេះជន់ជាប់ឬក៏ប្រភេទអេឡិចត្រូនិកដែលយើងមានអក្សរ P ហើយយើងឆ្កឹះឡើងមកលើហើយវាជាប់ហើយអញ្ចឹងគឺដាច់ខាតគឺយើងត្រូវតែដាក់ N សិនចាំយើងលើកប្រាំងដៃបន្ទាប់មកចាំយើងរុញចូល P ពេលដែលចប់ប្រាំងដៃហើយអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូន